សមាធិណាដែលមានការលើកឡើងធ្វើហើយនឹងដាក់ចុះសមាធិនោះត្រូវធ្វើជារៀងរហូតសមាធិណាដែលដល់ព្រមជាមួយនឹងអរិយាបថទាំង4ដោយគ្មានការលើកឡើងនឹងដាក់ចុះសមាធិនោះគឺជាសមាធិដ៏ត្រឹមត្រូវជំរាបសួរបងប្អូនប្រហែលថ្ងៃមុននេះខ្ញុំឃើញមានការរៀបចំឡើងនៅកម្មវិធីសមាធិដ៏ធំមួយដែលរៀបចំនៅពហុកីឡដ្ឋានជាតិអូឡ িম্প ិកមានយុវជនចូលរួមរហូតដល់ទៅរាប់ពាន់នាក់ទាំងអស់នេះសបញ្ជាក់ឲ្យឃើញថាយុវជនសម័យនេះមានការយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាពផ្លូវចិត្តសមាធិដ៏ត្រឹមត្រូវបានរកឃើញនៅក្នុងអរិយាបថទាំង4ហើយប្រព្រឹត្តទៅមិនដាច់សូរតើបងប្អូនមើលស្គាល់សមាធិបែបនេះនៅខាងក្នុងខ្លួនឯងដែរឬទេនៅពេលដែលយើងឮសូរពាក្យថាសមាធិភ្លាមគេតែងតែនឹកឃើញដល់ធម៌ឬមួយក៏សាសនាក៏ប៉ុន្តែនៅក្នុងកំឡុងពេល20ឆ្នាំចុងក្រោយនេះយើងឃើញថាសមាធិត្រូវបានទទួលស្វាគមន៍ពីសំណាក់ពិភពវិទ្យាសាស្ត្រនិងវិទ្យាសាស្ត្រគេថាសមាធិមានគុណប្រយោជន៍ច្រើនណាស់សម្រាប់សុខភាពប្រសិនបើយើងអនុវត្តជាប្រចាំរៀងរាល់ថ្ងៃក្នុងមួយថ្ងៃ10នាទីទៅ30នាទីក្នុងម្ដងហើយយើងធ្វើជាប់គ្នាច្រើនឆ្នាំទៅនោះសមាធិនឹងអាចពន្យឺតភាពចាស់ទ្រុឌទ្រោមនៃកោសិកាខួរក្បាលនិងជួយឲ្យខួរក្បាលមានសមត្ថភាពប្រសើរឡើងព្រមទាំងអាចជួយគ្រប់គ្រងអារម្មណ៍កាត់បន្ថយអារម្មណ៍ឡើង stress និងសម្រួលដំណេកបានទៀតនៅក្នុងសម័យឥឡូវនេះសមាធិមិនមែនជារឿងប្លែកទេនៅប្រទេសយើងគេឧស្សាហ៍ឃើញមានកម្មវិធីសមាធិនៅតាមកម្មវិធីបុណ្យធំៗក្នុងព្រះពុទ្ធសាសនារហូតដល់តាមគ្រឹះស្ថានអប់រំរដ្ឋឯកជនឬមួយក៏បណ្ដាក្រុមហ៊ុនឯកជនជាច្រើនអញ្ជើញវាលគ្មិនដែលមានជំនាញខាងសមាធិទៅដឹកនាំកម្មវិធីសមាធិមានទាំងព្រះសង្ឃនិងព្រះសង្ឃផងគោលបំណងគឺអត្ថប្រយោជន៍ទាំងប៉ុន្មានដែលខ្ញុំបានជម្រាបជូនខាងលើនោះឯងបាននិយាយអំពីវិធីសាស្ត្រនៅក្នុងការសមាធិសម័យឥឡូវនេះសម្បូរអ្នកដែលចែកចាយតាមបណ្ដាញសង្គមច្រើនណាស់យើងមិនបាច់និយាយអំពីរឿងនេះទេយើងងាកមកនិយាយអំពីរូបភាពរបស់សមាធិដែលយើងអាចមើលឃើញពីសម្បកខាងក្រៅនោះគឺការរក្សាខ្លួនឲ្យនៅក្នុងសភាពស្ងៀមស្ងាត់អញ្ចឹងហើយបានជាសេចក្តីស្ងៀមស្ងាត់នេះមានតម្លៃខ្ពស់ណាស់គឺមានន័យស្មើនឹងការគោរពយើងអាចរកឃើញសមាធិនៅក្នុងអរិយាបថទាំង4ដោយការអង្កេតដូចជានៅក្នុងអរិយាបថឈរឧទាហរណ៍នៅពេលដែលយើងចូលរួមគោរពវិញ្ញាណក្ខន្ធយើងរក្សាខ្លួនឲ្យស្ថិតនៅក្នុងសេចក្តីស្ងៀមស្ងាត់ប៉ុន្តែក្នុងស្ងាត់នោះក៏មានពេលខ្លះមានការគិតពីនេះពីនោះដែរតែគិតស្ងាត់ក្នុងអរិយាបថអង្គុយក៏យើងអាចរកឃើញស្ងាត់នៅក្នុងនោះដែរឧបមាថាយើងធ្វើការសន្ទនាជាមួយបុគ្គលដែលយើងគោរពនោះយើងប្រកាសជារក្សាខ្លួនឲ្យស្ថិតនៅក្នុងសេចក្តីស្ងៀមស្ងាត់ហើយជជែកទោះបីជាជជែកក៏នៅតែមានសេចក្តីស្ងប់ស្ងាត់ក្នុងអរិយាបថដើរឬក៏សម្រាកសម្រានក៏យើងរកឃើញមានដូចគ្នាតើសេចក្តីស្ងប់ស្ងាត់នោះគឺជាអ្វីបានជាវាមាននៅគ្រប់អរិយាបថអញ្ចឹងប្រកបណាស់សេចក្តីស្ងប់ស្ងាត់នេះមិនមែនបានមកពីសមាធិចិត្តឡើយព្រោះបើទោះបីជាសកម្មភាពរបស់ចិត្តកំពុងតែប្រព្រឹត្តទៅក៏នៅតែមានស្ងាត់មានន័យថាស្ងាត់នេះមាននៅទីនេះតែរហូតអាស្រ័យលើមនុស្សគ្រប់គ្នាទទួលស្គាល់ឬក៏អត់ប្រសិនបើយើងទទួលស្គាល់នោះប្រយោជន៍មិនមែន10នាទីមិនមែនកន្លះម៉ោងមិនមែន1ម៉ោងមិនមែន1ថ្ងៃទេគឺពេញមួយជីវិតទៅជាមួយនឹងសមាធិដ៏ត្រឹមត្រូវគ្រប់អរិយាបថសមាធិណាដែលមានការលើកឡើងធ្វើហើយនឹងដាក់ចុះសមាធិនោះត្រូវធ្វើជារៀងរហូតសមាធិណាដែលដល់ព្រមជាមួយនឹងអរិយាបថទាំង4ដោយគ្មានអ្នកលើកឡើងនឹងដាក់ចុះសមាធិនោះគឺជាសមាធិដ៏ត្រឹមត្រូវ